សាមតាមធ្លាក់ហាក់ដូចញើប្រោះព្រំស្រឡងសັບធ្លុំយំជាមរីត្រីបាស្រែខែប្រាំងចាំងពុនលើខែសូមគោរពជម្រាបសួរលោកគ្រូនិងទស្សនិកជនទាំងអស់គ្នាពួកយើងគឺជាក្រុមទី5នៃថ្នាក់អឺស្រីហើយពួកយើងគឺជានិស្សិតក្នុងឆ្នាំទី3នៃ Department ប្រវត្តិវិទ្យារបស់មហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញខ្ញុំបាទឈ្មោះសឿនរដ្ឋាខ្ញុំបាទឈ្មោះស៊ីមនៀតខ្ញុំបាទឈ្មោះសែនខស្វាលបាទខ្ញុំឈ្មោះហ៊ុនសេណុចថ្ងៃនេះខ្ញុំមានប្រធានបទទាក់ទងជាមួយនឹងភាសាភ្នំដានៅក្នុងមុខវិជ្ជាប្រវត្តិសិល្បៈនិងស្ថាបត្យកម្មដែលបង្រៀនដោយលោកគ្រូលេងជីរងដើម្បីជែកជូនអ្នកនរគ្នាទស្សនាអញ្ចឹងសូមទស្សនាដូចទៅជាដំបូងសូមគោរពជម្រាបសួរលោកគ្រូនិងសួស្តីទៅកាន់អ្នកទាំងអស់គ្នាខ្ញុំឈ្មោះសែនខស្វាលឡើងមកនិយាយអំពីមាតិកាសម្រាប់មាតិកាមាន5ទី1ទីតាំងភូមិសាស្ត្រប្រាសាទភ្នំដាទី2ប្រវត្តិប្រាសាទភ្នំដាទី3សិល្បៈក្នុងប្រាសាទភ្នំដាទី4ប្រាសាទអាស្រមមហាសីទី5សរុបជំរាបសួរខ្ញុំបាទឈ្មោះសឿនរដ្ឋាខ្ញុំនឹងលើកនិយាយអំពីទីតាំងនៃប្រាសាទភ្នំដានិងលក្ខណៈនៃប្រាសាទភ្នំដាអញ្ចឹងសូមអ្នកទាំងអស់គ្នាចូលរួមទស្សនាដូចតទៅប្រាសាទភ្នំដាស្ថិតនៅភូមិប្រែកតាផឃុំគោកធ្លោកស្រុកអង្គរបុរីខេត្តតាកែវបើយើងចង់ទៅទស្សនាប្រាសាទនេះយើងអាចធ្វើដំណើរបានតាមផ្លូវជាតិលេខ2ឆ្ពោះទៅទីរួមខេត្តតាកែវហើយប្រាសាទភ្នំដានេះមានចម្ងាយប្រមាណ24គីឡូម៉ែត្រពីទីរួមខេត្តតាកែវបើចម្ងាយពីរាជធានីភ្នំពេញមានចម្ងាយ102គីឡូម៉ែត្រពីរាជធានីភ្នំពេញនៅជុំវិញប្រាសាទភ្នំដានេះគឺវាត្រូវបានលិចទឹក6ខែក្នុងមួយឆ្នាំជាថ្មីម្ដងទៀតនឹងសូមគោរពជម្រាបសួរលោកគ្រូនិងសួស្តីទៅកាន់អ្នកទាំងអស់គ្នាខ្ញុំឈ្មោះសែនខស្វាលហើយត្រូវឡើងមកបកស្រាយអំពីប្រវត្តិប្រាសាទភ្នំដាសម្រាប់ប្រាសាទភ្នំដានេះគឺត្រូវបានស្ថាបនាឡើងនៅលើកំពូលភ្នំតូចមួយនៅក្នុងសតវត្សទី6ដោយព្រះមហាក្សត្រខ្មែរដែលគ្រងរាជនៅចុងសម័យនគរភ្នំគឺព្រះបាទរិន្ទ្រវរ្ម័នបើយោងតាមការបញ្ជាក់របស់លោកព្រីមីណូដែលជាបុរាណវិទូជនជាតិបារាំងប្រាសាទនេះធ្វើឡើងអំពីថ្មបាយក្រៀមឥដ្ឋថ្មភក់ហើយពុំមានកំពែងព័ទ្ធជុំវិញនោះទេហើយប្រាសាទនេះបែរមុខទៅទិសខាងជើងបច្ចុប្បន្នប្រាសាទនេះត្រូវបានបាក់បែកមួយផ្នែកធំចំណែកឯផ្តែរដែលចម្លាក់អំពីរឿងកុលសមុទ្រទឹកដោះត្រូវបានបាក់ជាពីរផ្នែកនិងមួយផ្នែកទៀតបង្ហាញអំពីព្រះវិស្ណុកំពុងតលើអានន្ទហើយប្រាសាទភ្នំដានេះមានរាងជាការ៉េដែលមានទំហំ12ម៉ែត្រគុណនឹង12ម៉ែត្រចំណែកឯកម្ពស់វិញមានកម្ពស់18ម៉ែត្រហើយសម្រាប់ទ្វារប្រាសាទនេះគឺមាន4ទ្វារពិតចំនួន1នៅទិសខាងជើងនិងទ្វារបញ្ឆោតចំនួន3ទៀតហើយប្រាសាទនេះស្ថាបនាឡើងដើម្បីឧទ្ទិសព្រះវិស្ណុលើសពីនេះទៅទៀតបើយើងយោងតាមរយៈលោកប្រាក់សវណ្ណារាដែលជាអ្នកបុរាណវិទូជនជាតិខ្មែរមកពីក្រសួងវិចិត្រសិល្បៈបានធ្វើការសិក្សាស្រាវជ្រាវថាប្រាសាទភ្នំដាជាប្រាសាទដែលបានស្ថាបនាឡើងជាលើកទី2នៅលើប្រាង្គប្រាសាទចាស់ដែលប្រាសាទចាស់ពីមុនសង់ឡើងអំពីឥដ្ឋប្រាសាទនៅពេលបច្ចុប្បន្នសាងសង់នៅសម័យអង្គរដែលកសាងក្នុងរជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី1ដោយផ្នែកខាងក្រោមនៃប្រាសាទជាថ្មបាយក្រៀមត្រូវបានកសាងឡើងនៅសម័យអង្គរនៅសតវត្សទី11ចំណែកឯផ្នែកខាងលើជាសំណង់ឥដ្ឋដែលជាឥដ្ឋដែលបានសល់ពីប្រាសាទចាស់ដែលបានយកមកកែច្នៃឡើងវិញសម្រាប់ចំណុចប្រវត្តិប្រាសាទក៏សូមបញ្ចប់ត្រឹមនេះជាកិច្ចបន្តសូមប្រកល់តួនាទីទៅកាន់មិត្តរួមក្រុមរបស់ខ្ញុំជាបន្តទៀតសូមអរគុណខ្ញុំបាទឈ្មោះស៊ីមនៀតមាននីតិឡើងមកនិយាយអំពីសិល្បៈនៃប្រាសាទភ្នំដាប្រាសាទនេះត្រូវបានគេ
អះអាងថាកសាងឡើងក្នុងកំឡុងសតវត្សទី11ប្រាសាទនេះកសាងឡើងនៅលើខឿននៃប្រាសាទចាស់ដែលបានបាក់បែកដោយសារអាយុកាលរបស់វាប៉ុន្តែមាននៅសេសសល់ឥដ្ឋដែលគេយកមកកសាងប្រាសាទនេះដែលអាចឲ្យយើងឃើញមាននៅសប្តាហ៍ថ្ងៃនិងធ្វើសេចក្តីសន្និដ្ឋានបានថាប្រាសាទនេះអាចត្រូវបានកសាងឡើងកំឡុងសតវត្សទី6ទី7ហើយបំណែកនៃឥដ្ឋនោះត្រូវបានគេយកមកកសាងធ្វើជាតួប្រាសាទខាងលើប្រាសាទភ្នំដានេះតាមរយៈការសិក្សាស្រាវជ្រាវរបស់លោក Henri Pamansier ដែលលោកបានធ្វើកំណាយនិងជួសជុលប្រាសាទនេះលើកឡើងថាគេកសាងប្រាសាទនេះក្នុងសតវត្សទី11ស្ថិតនៅក្នុងរចនាបថឃ្លាំងនិងបពួនសម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនានិកាយព្រះវិស្ណុលក្ខណៈនៃសិល្បៈរបស់ប្រាសាទនេះផ្ដែគឺពិតជាមានសារៈសំខាន់ណាស់ដែលវាអាចជាផ្នែកមួយជួយឲ្យយើងក្នុងការកំណត់អាយុកាលរបស់ប្រាសាទនិងរចនាបថរបស់ប្រាសាទថ្មីបើបច្ចុប្បន្ននេះផ្ដែនៃប្រាសាទនេះមិនបាននៅជាប់ជាមួយប្រាសាទភ្នំដានេះក៏ពិតមែនតែផ្ដែនេះត្រូវបានគេយកមកទុកក្នុងសារមន្ទីរអង្គរបូរីសពថ្ងៃនិងផ្ដែមួយទៀតត្រូវបានបារាំងយកទៅទុកនៅឯសារមន្ទីរជាតិគីមេប្រទេសបារាំងផ្ដែនេះទៀតសោតត្រូវបានគេរកឃើញសុទ្ធសឹងតែជាផ្ដែដែលឆ្លាក់ជារឿងក្នុងទេវកថាផ្ដែទី1គឺជាផ្ដែរឿងដែលនិយាយអំពីការកូរសមុទ្រទឹកដោះដែលបច្ចុប្បន្នផ្ដែនេះស្ថិតនៅឯសារមន្ទីរគីមេប្រទេសបារាំងនៅក្នុងចម្លាក់ផ្ដែនៃការកូរសមុទ្រទឹកដោះនោះគេនិយាយអំពីការប្រកួតប្រជែងរវាងពួកអសុរនិងពួកទេវៈដើម្បីយកទឹកអម្រឹតដែលនៅក្នុងទេវៈគេជឿថាជាទឹកដែលអ្នកណាបានផឹកអ្នកនោះនឹងមានជីវិតអមតៈហើយទឹកនោះកើតចេញពីការកូរសមុទ្រទឹកដោះនេះដោយនៅលើផ្ដែយើងឃើញមានការប្រទាញគ្នារវាងពួកទេវៈនិងពួកអសុរដោយយកភ្នំមន្តរៈធ្វើជាស្នូលយកនាគវាសុគិធ្វើជាខ្សែសម្រាប់ទាញនិងឃើញមានអណ្ដើកជាអ្នកទ្រភ្នំនោះនៅក្នុងការកូរសមុទ្រទឹកដោះនេះនាំឲ្យកើតមានវត្ថុចំនួន5ទី1គឺនាងលក្ស្មីដំរីអេរ៉ាវ៉ាន់សេះផ្កាទឹកនិងទឹកអម្រឹតចំណែកឯផ្ដែមួយទៀតគឺជាផ្ដែដែលគេនិយាយអំពីទេវកថាដូចគ្នាដែរតែនិយាយពីរឿងព្រះនរាយណ៍ផ្ទុំលើនាគអានន្ទរងចាំបង្កើតលោកដោយមានព្រះនាងលក្ស្មីនៅចុងជើងហើយផ្កាឈូកដុះចេញពីផ្ចិតដែលមានព្រះព្រំគង់នៅលើផ្កាឈូកនោះផ្ដែនេះបច្ចុប្បន្នមាននៅសល់តែមួយជំហានប៉ុណ្ណោះត្រូវបានគេតម្កល់ទុកនៅសារមន្ទីរអង្គរបូរីបើគេនិយាយអំពីសសរពេជ្រនៃប្រាសាទភ្នំដានេះវិញយើងឃើញមាននៅសេសសល់សសរពេជ្រមួយដើមតែប៉ុណ្ណោះដែលសសរពេជ្រមួយដើមនោះត្រូវបាក់បែកជាពីរកំណាត់ត្រង់1/2នៃសសរពេជ្រក៏ប៉ុន្តែនៅតែអាចឲ្យយើងកំណត់ពីរចនាបថសសរពេជ្រនោះបានដដែលលក្ខណៈនៃសសរពេជ្រប្រាសាទភ្នំដានេះស្ថិតក្នុងរចនាបថឃ្លាំងនិងបពួនសតវត្សទី10និងទី11ដោយនៅលើសសរពេជ្រគេមានឆ្លាក់លម្អដោយក្បាច់ស្លឹកឈើដែលនៅអមក្បាច់រង្វាន់មានទំហំតូចល្អិតដូចធ្មេញរណាហើយគ្រប់ក្បាច់រង្វាន់អមច្រើននិងមានទំហំប៉ុនៗគ្នាចំណែកឯហោជាងវិញយើងឃើញមានលក្ខណៈរូបរាងជាចម្លាក់លៀននៅត្រង់ចុងដងក្តារមានលម្អដោយរូបនាគហើយនៅត្រង់ដងក្តារមានលម្អដោយក្បាច់អ្វីទាំងអស់គឺរលោងហើយត្រង់ជវាមានរាងទាលបន្តិចចំពោះប
បដិមាវិញនៅក្នុងទីនេះយើងនឹងលើកយកបដិមាក្នុងរចនាបថភ្នំដាសតវត្សទី6មកនិយាយបដិមានៅក្នុងរចនាបថភ្នំដានេះត្រូវបានគេចែកចេញជាពីរសំខាន់គឺរចនាបថភ្នំដាកនិងរចនាបថភ្នំដាកប្រសិនបើយើងនិយាយពីរចនាបថភ្នំដាចំពោះបដិមាយើងឃើញមានការលម្អដោយគិរីតមកុដឬចតាមកុដចំពោះមុខនៃបដិមាវិញយើងសង្កេតឃើញថាមានរាងមូលមានច្រមុះកោងស្រួចមានសក់រួញដូចក្រវិលវែងឬរស័រកាយវិការនៃការឈរមានលក្ខណៈត្រិភឹងការលម្អរាងកាយដោយសម្ពុតចងក្បិនហើយសម្ពុតនោះទៀតសោតមានជាពីរបើមើលទៅហាក់បីដូចជាស្លៀកសម្ពុតពីរជាន់ឬមានផ្នត់វែងធ្លាក់ចុះក្រោមអមដោយមានរង្វង់រាងក្រចកសេះនៅព័ទ្ធជុំវិញចម្លាក់បដិមាឬជំទល់សម្រាប់ទប់លំនឹងដែលជាសិល្បៈនៃពិសេសមួយនៃរចនាបថភ្នំដាទាំងនេះគឺជាលក្ខណៈនៃបដិមាក្នុងរចនាបថភ្នំដាសតវត្សទី6ជាដំបូងនាងខ្ញុំសូមជម្រាបសួរលោកគ្រូនាងខ្ញុំឈ្មោះអៀងយ៉ាងអ៊ីដែលត្រូវឡើងមកនិយាយបកស្រាយអំពីប្រាសាទអាស្រមមហាឥសីនៅខេត្តតាកែវដែលមានទីតាំងស្ថិតនៅប៉ែកខាងនិរដីប្រមាណជា250ម៉ែត្រពីភ្នំដាប្រាសាទអាស្រមមហាឥសីជាប្រាសាទតូចមួយដែលសាងឡើងអំពីថ្មពពុះឬថ្មបាសាល់ដែលមានរាង4ជ្រុងស្មើហើយបែរមុខទៅទិសខាងជើងប្រាសាទនេះអាចចាត់ទុកថាជាប្រាសាទដែលនៅលើភ្នំដំបូងគេដែលបង្ហាញពីសម័យកាលរវាងសម័យហ្វូណននិងសម័យចេនឡាដែលមានអាយុកាលចុងសតវត្សទី6និងដើមសតវត្សទី7ហើយទំនងជាមានអាយុកាលដំណើរគ្នាទៅនឹងគ្រឹះប្រាសាទនៅលើភ្នំដាដែរនៅផ្នែកខាងក្នុងរបស់ប្រាសាទគឺមានបន្ទប់តូចមួយសម្រាប់ការដើរប្រទក្សិណជុំវិញក្នុងកិច្ចពិធីព្រាហ្មណ៍សាសនាដែលគេតែងតែហៅថាគោលគ្រឹះចំណងគោលគ្រឹះនៃប្រាសាទភ្នំដាអាចជាប្រាសាទដែលមានសំណង់គោលគ្រឹះដំបូងគេនៅក្នុងសិល្បៈខ្មែរនៅលើប្រាសាទមានការលម្អតិចតួចទៅតាមផ្នែកផ្សេងដូចជាហោជាមផ្តែរសសរពេជ្របង្អួចនិងកំពូលដែររីឯទ្វារប្រាសាទពុំមានការចម្លាក់ឲ្យចប់សពគ្រប់នៅឡើយទេក៏ប៉ុន្តែនៅផ្នែកខាងក្រោមយើងឃើញមានរំយោលផ្កាឬគម្រោងមាលាដែលមានទម្រង់ដូចជាដើមសិល្បៈសម្បូរព្រៃគុកនៅក្នុងសតវត្សទី6និងដើមសតវត្សទី7ដោយដែលបានធ្លាប់ឃើញនៅក្នុងថាឡាបរិវត្តនិងតំបន់សម្បូរព្រៃគុកជាដើមកំពូលប្រាសាទអាស្រមមហាឥសីមានរាងជាផ្កាឈូកក្រពុំដែលមានទម្រង់ប្រៀបទៅនឹងសិល្បៈឥណ្ឌាដែលគេស្គាល់ថាកាឡាសានិងអាម៉ាលកាព្រះហរិហរៈនេះដែលតម្កល់នៅលើរូងភ្នំឬប្រាសាទឥដ្ឋចាស់ៗដែលសពថ្ងៃនៅសល់តែគ្រឹះតែប៉ុណ្ណោះនៅលើភ្នំដាការដែលគួរឲ្យពិចារណាមួយទៀតគឺប្រាសាទថ្មដែលយកមកកសាងគឺជាថ្មបាសាល់ដែលជាថ្មមួយប្រភេទដែលមានភាពរឹងមាំខ្លាំងខុសពីថ្មធម្មតាហើយថ្មប្រភេទនេះដែរពុំមាននៅក្បែរតំបន់ប្រាសាទនេះទេ
ប្រភេទថ្មគេប្រទះឃើញនៅរវាងខេត្តកំពង់ចាមនិងខេត្តក្រចេះប្រាសាទដែលសាងសង់អំពីថ្មបាសាល់នេះគឺមានតែពីរប៉ុណ្ណោះនៅក្នុងស្រុកខ្មែរគឺមានប្រាសាទអាស្រមមហាឥសីដែលស្ថិតនៅជើងភ្នំក្នុងខេត្តតាកែវនិងប្រាសាទគង់ប្រធាតដែលស្ថិតនៅចង្កេះភ្នំហាន់ជ័យខេត្តកំពង់ចាមជារួមប្រាសាទអាស្រមមហាឥសីជាសំណង់ស្ថាបត្យកម្មខ្មែរដែលមានភាពវៃចំណាស់ជាងគេបំផុតនៅលើទឹកដីខ្មែរសពថ្ងៃនេះថ្មីត្បិតតែប្រាសាទនេះទទួលឥទ្ធិពលយ៉ាងខ្លាំងពីឥណ្ឌាក៏ពិតមែនក៏ប៉ុន្តែយើងពុំអាចនិយាយបានថាសំណង់ស្ថាបត្យកម្មនេះគឺជាការចម្លងទាំងមូលនៃរូបមន្តឥណ្ឌាបានទេពីព្រោះថានៅប្រទេសឥណ្ឌាគេពុំដែលជួបប្រទះប្រាសាទមួយណាដែលមានលក្ខណៈដូចគ្នាទាំងស្រុងទៅនឹងប្រាសាទរបស់យើងនោះទេដូច្នេះហើយប្រាសាទអាស្រមមហាឥសីគឺជាសំណង់ស្ថាបត្យកម្មខ្មែរដែលមានវ័យចំណាស់ជាងគេសូមគោរពជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នានៅខ្ញុំឈ្មោះហនស្រីនុចដែលមកបកស្រាយនៅការសង្ខេបត្រួសត្រាសនិងការសរុបឡើងវិញនៃប្រាសាទភ្នំដាដែលប្រាសាទភ្នំដាគឺជាប្រាសាទចំណាស់មួយរបស់ខ្មែរដែលបានសាងសង់នៅមុនសម័យអង្គរនិងសាងសង់លើកទី2នៅសម័យអង្គរមានទីតាំងស្ថិតនៅស្រុកអង្គរបូរីខេត្តតាកែវបច្ចុប្បន្នប្រាសាទភ្នំដាជាប្រាសាទដែលមានភាពចាស់ទ្រុឌទ្រោមទៅតាមរបៀបបុរាណដែលបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយប្រាសាទនេះស្ថាបនានៅលើភ្នំទូចមួយនៅក្នុងសតវត្សទី6ដែលកសាងដោយព្រះមហាក្សត្រខ្មែរដែលគ្រងរាជ្យនៅចុងសម័យនគរភ្នំគឺព្រះបាទរតនវរ្ម័នបើយើងក្រឡេកទៅមើលប៉ែកនិរតីនៃប្រាសាទដែលមានចម្ងាយប្រមាណ300ម៉ែត្រមានប្រាសាទមួយទៀតដែលស្ថាបនាអំពីថ្មបាសាល់និងមានរចនាបថបែបឥណ្ឌាដែលមានឈ្មោះថាអាស្រមមហាឥសីដែលកសាងឡើងនៅចុងសតវត្សទី6និងដើមសតវត្សទី7សរុបជារួមមកតាមរយៈការបកស្រាយនិងការវិភាគទាំងប៉ុន្មានខាងលើគឺមិនទាន់មានភាពជាក់លាក់ច្បាស់លាស់នៅឡើយទេក៏ប៉ុន្តែវាអាចនឹងមានប្រយោជន៍និងជាចំណែកមួយនៅក្នុងការសិក្សាស្រាវជ្រាវរបស់អ្នកជំនាន់ក្រោយនិងដើម្បីដឹងឲ្យច្បាស់អំពីសម្បត្តិវប្បធម៌ក៏ដូចជាប្រាសាទរបស់ដូនតាខ្មែរយើងដែលមានតាំងពីសម័យបុរាណមកម្ល៉េះពលគឺនៅសម័យនគរភ្នំសម័យចេនឡាឬក៏មុននេះទៅទៀតតាមរយៈសម្បត្តិវប្បធម៌ទាំងអស់នេះហើយគឺធ្វើឲ្យយើងដឹងពីភាពរីកចម្រើនដ៏ខ្លាំងក្លារបស់បុព្វបុរសខ្មែរនៅការកសាងខឿនវប្បធម៌ដ៏រុងរឿងដូចជាការកសាងប្រាសាទចម្លាក់ជាដើមមិនត្រឹមតែប៉ុណ្ណោះទេប្រាសាទនីមួយៗសុទ្ធតែបញ្ជាក់អំពីអត្ថន័យរចនាបថនិងការឧទ្ទិសថ្វាយទៅដល់អាទិទេពសំខាន់ៗតាមសាសនានីមួយៗដូចជានៅក្នុងប្រាសាទភ្នំដានេះជាដើមដែលកសាងឡើងដើម្បីឧទ្ទិសដល់ព្រះសិវៈនៅក្នុងសាសនាព្រាហ្មណ៍ដូច្នេះយើងទាំងអស់គ្នាគួរតែសិក្សាស្វែងយល់នៅវប្បធម៌អរិយធម៌ដ៏ថ្លៃថ្លារបស់ដូនតាខ្មែរយើងឲ្យកាន់តែច្បាស់និងជួយថែរក្សាការពារឲ្យបានគង់វង្សក៏ដូចជាជួយផ្សព្វផ្សាយឲ្យពិភពលោកបានស្គាល់ផងដែរបូរីដានដីគប់ធ្លាប់ប្រាច់ខលាមួយមកបបកបាំងភ្នំសង្សារដើមធ្លាក់ហាក់ដូចញើប្រព្រំ